ហើយចំពោះចំណុចនេះផងដែរក៏ខ្ញុំឆ្លៀតក្នុងឱកាសហ្នឹងចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាហេតុអ្វីបានខ្ញុំរកស៊ីឡៅលៀនអាចឈរជើងរហូតដល់5 6ឆ្នាំទៅពេលនេះដែលទី1នោះគឺខ្ញុំមានធនធានមនុស្សដែលល្អដូចជាបុគ្គលិករបស់ខ្ញុំម្នាក់មិនតិចជាង5ឆ្នាំទេបើបុគ្គលិកចាស់គឺ10ឆ្នាំជាងនេះដូចអូនពងកថត2នាក់នេះគឺគាត់4 10ឆ្នាំហើយគាត់នៅជាមួយខ្ញុំ4 10ឆ្នាំ5 10ឆ្នាំហើយពេលខ្លះបកទៅក្រោយនេះតិចដែលខ្ញុំលក់នៅថៃហ្នឹងពេលខ្លះខ្ញុំលក់ខ្ញុំច្រកឲ្យអតិថិជនរហូតដល់ម៉ោង2 យប់ 3 យប់នៅក្នុងផ្សារថៃក៏មានដែរនិយាយទៅគឺគាត់តស៊ូមែនតើខ្ញុំសូមកោតសរសើរពួកគាត់ដែលតស៊ូពីដើមមកអញ្ចឹងសូមបងប្អូនជួយទះដៃឲ្យបង2នាក់នេះមួយបាទបាទហើយទី2ទៀតគឺសេវាកម្មអតិថិជនបងប្អូនអរគ្នាសេវាកម្មអតិថិជននេះបើសិនជាយើងមើលទៅយើងថាធម្មតាក៏ប៉ុន្តែសម័យឥឡូវនេះបើសិនជាយើងលក់បែបអនឡាញបើសិនគេឆ្ងាតហើយយើងទុកយូរអត់តបគឺអតិថិជនខឹងតែម្ដងជាពិសេសខឹងច្រើននោះបើយើងធ្វើកាន់ដដាអតិថិជនកាន់តែខឹងក៏ប៉ុន្តែយើងចេញសារសុំទោសទៅគាត់យល់ពីយើងអត់អីកុំឲ្យតែយើងអត់ដើរហើយគឺយើងឆ្លើយតបគាត់យឺតទៀតអាហ្នឹងមិនយ៉ាប់ហើយចំពោះចំណុចទី3នេះចំណុចទី1មានចំណុចទី2មានចំណុចទី3នេះក៏ត្រូវតែល្អដែរផលិតផលគឺមានគុណភាពខ្ពស់ស្តង់ដារខោរបស់យើងទាំងមូលនេះតាំងពីចង្កេះរហូតដល់ចុងជើងគឺ material គឺយើងបំពាក់គឺសុទ្ធតែរបស់ល្អដូចជាលាវជារូតគឺយើងប្រើសុទ្ធតែរបស់គុណភាពខ្ពស់អត់ចេះច្រេះអត់អីចឹងហើយការកំងកណាត់គឺយើងមិនមែនយកអាស្តុកទេគឺបានន័យថាយើងកំងបែបលក្ខណៈច្រើនតែម្ដងបាទឥឡូវឧទាហរណ៍ថាយើងមាន3មុខនេះហើយយើងមានបុក3មុខនេះហើយក៏អត់ទាន់គ្រប់គ្រាន់ដែរជាម្ចាស់អាជីវកម្មមួយរូបបើសិនជាយើងមិនចេះធ្វើទីផ្សារទេពិបាកដេញជើងពិបាកប្រជែងជាមួយនឹងអ្នកផ្សេងបើសិនជាយើងអត់ចេញចែករំលែកអត់ចេញ review ផលិតផលរបស់យើងខ្លួនឯងគឺពិបាកនឹងគេស្គាល់ព្រោះអីសម័យនេះសម័យបរិបទ digital បងប្អូនយ៉ាងហោចណាស់ម្នាក់ក៏ត្រូវមាន page 2ដែរទី1គឺ page អាជីវកម្មទី2គឺ page ផ្ទាល់ខ្លួនដូចជាខ្ញុំបាទអញ្ចឹង page លក់អវ៉ាន់ខ្ញុំគឺមានមួយហើយបន្ទាប់មក page ផ្ទាល់ខ្លួនដែលយើងចែកម្លែកនេះគឺមានមួយទៀតហើយចំពោះ Facebook គឺយើងត្រូវការចែកម្លែកផងត្រូវការ review លក់ផងក្នុងនឹងដែរ platform ដែលដើរសប្តាហ៍នេះគឺពី TikTok ហើយនិង Facebook គឺយើងអាចបង្ហោះមួយគ្នាបានគឺយើងធ្វើវីដេអូគឺឥឡូវការធ្វើវីដេអូគឺងាយខ្លាំងជាងមុនខ្លាំងមែនតើឲ្យតែបងប្អូនដឹង